ចុងសានស៊ូប្រយ័ត្នផងចុងសានអញទៅបបាយកំណត់ត្រាមុនបានមិនក៏មានរបស់ធ្លាក់ពីខាងលើហីចុងសានអញមិនអីទេហីណាហើយអ្នកចំបាំងណាធ្លាក់ចុះពីទីខ្ពស់ហើយនៅអញរស់បានទៀតអីអើយតើមើលសិនតើមើលអូយនៅរស់តើវិញអស់ចាមែនអស់ចាអូយឈឺពោះណាហើយចម្រៃដៃនេះអូយអាចចម្រៃគេប្រមាថយើងផងហីចាំមើលយើងដាក់ទោសអញបែបណាទៅអើយកុំចុងសានស្ងប់ចិត្តសិនទៅត្រូវហើយកុំខឹងអីកុំខឹងប្រាំមកហើយចេញណាហើយមកពីណាណាចង់និយាយតាមសម្រួលបានណាមនុស្សបុរាណនេះនឹងមិនអាចទៅខ្ញុំចូលក្នុងរឿងនេះទៀតហីកុំនិយាយពេលផ្ដាឆាប់ប្រាំមកខ្ញុំឈ្មោះសឺចាំងអសយដ្ឋានរបស់ចាំងអានក៏មានសក្តានុពលក្រុងសើវាំងផ្ទះលេខ1088អាគារអេបឡុកស៊ីងហ្វុងទីសាប់បកែម្នាក់ក្នុងចំណោម3នាក់នៅសាលាតាវាំងផ្លូវចាំងអាននៅណាទៅសួស្ដីខ្ញុំឈ្មោះទេតាសួស្ដីខ្ញុំឈ្មោះ27គ្មានអ្នកធ្លាប់ឡើងភ្នំធំទៀនបានទេហើយចេះណាមិនក៏អញធ្លាក់ទៅលើខ្ញុំទៀតហេតុអីរឿងនេះចាប់ផ្ដើមកាលពី2ថ្ងៃមុនមើលតាមលទ្ធផលវិភាគ CT scan រាងកាយរបស់ឯងមានការលូតលាស់លឿនជាងមនុស្សធម្មតា3ដងដោយសារតែរឿងនេះទើបឯងមានអាយុត្រឹមតែ7ឆ្នាំប៉ុន្តែមើលទៅដូចជាមនុស្សពេញវ័យលឿនបែបនេះពេលអាយុ30ឆ្នាំមុខងាររាងកាយរបស់ឯងនឹងចុកខ្សោយដូចជាតាចាស់អាយុ90ឆ្នាំទោះបីជារឿងនេះកម្រប៉ុន្តែជាទូទៅឯងត្រូវបានវាយតម្លៃថាឯងពិតជាទទួលរងពីភាពប្រែប្រួលដែលគេស្គាល់ថាជាភាពចាស់មុនអាយុ HGPS មែនប៉ុន្តែរឿងល្អគឺយើងរកមើលថាតើសមត្ថភាពខួរក្បាលរបស់ឯងនិងល្បឿនបដកម្មអំឡុងពេលធ្វើតេស្តគឺលឿនជាងមនុស្សធម្មតា3ដងដែរដូច្នេះ IQ របស់ឯងខ្ពស់ខ្លាំងណាស់លើពីស្តង់ដារមនុស្សធម្មតាទៅទៀតប្រាប់មកតើព្យាបាលយ៉ាងម៉េចទើបធ្វើឲ្យខ្ញុំអាចត្រឡប់ទៅដូចជាគ្មានអាយុ7ឆ្នាំវិញបានរឿងនេះជំរឿតែមួយគត់គឺប្រើជីវិតរបស់ឯងដែលនៅសេសសល់ឲ្យរីករាយជាទីបំផុតមិនអាចបកក្រោយបានទេប៉ុន្តែខ្ញុំក៏មិនអាចបោះបង់បានដែរបើជំងឺនេះមិនអាចព្យាបាលបានអញ្ចឹងត្រឡប់ទៅជីវិតជាគ្មានធម្មតាវិញល្អជាងថ្នាក់ទី1ខ្ញុំមកវិញហើយនេះលីណាខានជួបគ្នាយូរហើយចាប់ពីថ្ងៃទៅខ្ញុំមកសាលាវិញហើយអញប្រយ័ត្នផងតែទៀតគ្រូតែដឹងចេញហើយទុកចិត្តចង់ខ្ញុំក៏ដូចជាគ្នាអាយុ7ឆ្នាំដល់ទៀតដែរក្រោយពីការខិតខំ9ឆ្នាំគ្មានអាណាមួយហ៊ានខាត់ខ្ញុំមិនអោយមកសាលាទេហើយយ៉ាងម៉េចដែរស៊ូលីណាឯងមិនសប្បាយចិត្តដែលជួបខ្ញុំម្ដងទៀតទេខ្ញុំមិនអាចសប្បាយចិត្តទៅអញចង់ស្ដាប់មិត្តភក្តិឯងមែនទេឲ្យតែឯងនៅជាមួយខ្ញុំអ្នកផ្សេងទៀតនឹងទុកខ្ញុំជាមនុស្សចម្លែកគ្មានអ្នកណាហ៊ានចូលក្បែរខ្ញុំទេតាំងពីតូចខ្ញុំសប្បាយតែមិត្តភក្តិម្នាក់ក៏គ្មានដែរសប្បាយមកចិត្តទេស្រីរបស់ខ្ញុំក៏ស្ដីបន្តខ្ញុំដែរខ្ញុំមិនចង់គេស្ដីឲ្យខ្ញុំនោះទេខ្ញុំមិនចង់ឲ្យគេស្ដីឲ្យខ្ញុំគ្រប់គ្នាទេខ្ញុំរំខានឯងទៀតហើយមែនទេលីណាកុំយំបានទេអូត្រូវហើយខ្ញុំមានរឿងមួយគួរឲ្យចាប់អារម្មណ៍ចង់ប្រាប់ឯងថ្ងៃនេះខ្ញុំទៅមន្ទីរពេទ្យគ្រូពេទ្យប្រាប់ថាពេលខ្ញុំអាយុ30ឆ្នាំនឹងខ្លាចដូចជាមនុស្សចាស់អាយុ90ឆ្នាំអញ្ចឹងដូច្នេះ30ឆ្នាំក្រោយពេលដែលពួកយើងដើរជាមួយគ្នាប្រហែលជាអ្នកផ្សេងគិតថាឯងជាចៅរបស់ខ្ញុំផងក៏ថាបានឯងថាទៅកំ pl ែងដែរទេដូច្នេះខ្ញុំសម្រេចចិត្តថាឈប់លេងហ្គេមហើយខ្ញុំចង់នៅជាមួយឯងព្យាយាមត្រឡប់ទៅប្រាជ្ញជីវិតដូចគ្មានធម្មតាវិញសើជាឯងអាចស្លាប់ដែរទេសំទោមិនថាឯងនិយាយក៏ខ្ញុំមិនខឹងដែរពីព្រោះឯងជាមិនតែម្នាក់គត់របស់ខ្ញុំ